អូខេសួស្តីបងប្អូនឥឡូវនេះទាវាក្រាបចូលគ្នាពីសបុកតែម្ដងវាមាន30ពងហើយឥឡូវនេះតើយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យទារបស់យើងហ្នឹងវាបានក្រាបផ្សេងគ្នាតើបងប្អូនដែលមានចិញ្ចឹមទាកប៉ាណាតើបងប្អូនមានវិធីសាស្ត្របែបណាខ្លះណែបើដឹងជួយប្រាប់ផងដោយសារឥឡូវវានៅពងមួយសបុកហ្នឹង30ហើយក្រាបមេ2ចូលគ្នាហ្នឹងហើយឥឡូវនេះវានៅកលើគ្នានឹងឯងទា2ហ្នឹងហើយជាពិសេសនោះទៀតនោះឥឡូវនេះវាបាន10ថ្ងៃហើយបងប្អូនវាក្រាបបាន10ថ្ងៃអញ្ចឹងធម្មតាទាតែ21ថ្ងៃវាអាចញាស់ហើយបាទ21ថ្ងៃចាប់ផ្ដើមញាស់ហើយអញ្ចឹងឥឡូវវាបាន10ថ្ងៃហើយ11ថ្ងៃទៀតវាញាស់ហើយអញ្ចឹងបងប្អូនដឹងវិធីណាខ្លះបន្ថែមទៀតបងប្អូនជួយបង្ហាញនិង comment ខាងក្រោមផងអរគុណច្រើន